នេះគឺជាវិឡាតូសិនថាវិឡាតូម៉ូតថ្មីរបស់ក្រុមហ៊ុន Lonzy Group ដែលយើងកំពុងរៀបចំឌីកបផ្នែកខាងក្នុងដើម្បីឲ្យអតិថិជនបានចូលទស្សនាក្នុងពេលឆាប់ៗខាងមុខនេះតែមុននឹងឈានដល់ការឌីកបផ្នែកខាងក្នុងតោះឥឡូវយើងមកសិក្សាស្វែងយល់ពី concept design ផ្នែកខាងក្រៅជាមួយខ្ញុំបាទទាំងអស់គ្នាអូខេមើលពីចម្ងាយដំបូងគេគឺយើងចាប់ផ្ដើមពីខ្លោងទ្វារខាងមុខនិងរបង front fan and gate ដែលរបងរបស់យើងនឹងគឺយើងសង្កត់ធ្ងន់ទៅលើសន្តិសុខសុវត្ថិភាពឯកជនភាពជាពិសេសគឺសភនភាពដែល symmetry ជាមួយនឹងអគារផ្នែកខាងក្រៅទាំងមូលតែម្ដងរបងថ្មមានពណ៌សជាមួយនឹងការរចនាជាទម្រង់បន្ទាត់ឈ្នប់បញ្ឈរដែលធ្វើឲ្យរបងមើលទៅមិនរាបស្មើសាមញ្ញតែមានភាពទាន់សម័យទ្វាររបងប្រើប្រាស់ពណ៌ប្រផេះចាស់ឬខ្មៅដែលបានកាត់ដាច់ជាមួយនឹងពណ៌សនៃជញ្ជាំងរបងខ្លោងទ្វារមានការបែងចែកដាច់ដោយឡែករវាងទ្វារធំសម្រាប់រថយន្តចេញចូលនិងទ្វារតូចសម្រាប់ថ្មើរជើងដែលផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃបន្តមកយើងមកមើលពីការរៀបចំនៅទីធ្លាឯកជនជាមួយនឹងទេសភាពធម្មជាតិជុំវិញផ្ទះ private courtyard និង landscaping តែទីធ្លាទាំងមូលគឺយើងផ្ដោតទៅលើឯកជនភាពក៏ដូចជាការរស់នៅអមជាមួយនឹងធម្មជាតិស្រស់បំព្រងវិឡានេះមានគម្លាតសមាមាត្រល្អ setback ពីតួអគារទៅកាន់របងដោយបន្សល់ទុកទីធ្លាជុំវិញសម្រាប់ធ្វើការដើរកម្សាន្តនិងរៀបចំសួនច្បារចំណតរថយន្តមានទំហំទូលាយស្ថិតនៅចំហៀងផ្ទះដាច់ដោយឡែកដែលអាចចតរថយន្តបានដោយងាយស្រួលនិងមានដំបូលគ្របដណ្ដប់ការពារកម្ដៅថ្ងៃនិងទឹកភ្លៀងនៅតាមបរិវេណជុំវិញមានការដាំដុះរុក្ខជាតិលម្អស្មើនឹងដើមឈើដែលបង្កើតបានជាតំបន់បៃតង greenery ជួយឲ្យបរិយាកាសក្នុងទីធ្លាផ្ទះមានភាពត្រជាក់និងស្រស់ស្រាយចុះនេះគេហៅគេវិញបាទនេះគឺជាផ្នែក terrace ឬក៏ veranda ឬក៏យើងអាចនិយាយថាជាទីធ្លាសម្រាប់លំហែវីឡានេះមាន terrace ដ៏ធំទូលាយមួយដែលគ្របដណ្ដប់ខាងលើនៃចំណតរថយន្ត car park នៅចំហៀងផ្ទះទីធ្លា terrace នេះមានទំហំធំដែលម្ចាស់ផ្ទះអាចប្រែក្លាយវាជាកន្លែងជួបជុំគ្រួសារ barbecue party កន្លែងហាត់ប្រាណកន្លែងអង្គុយលេងទទួលខ្យល់អាកាសឬរៀបចំជាសួនច្បារលើអាកាស rooftop garden ក៏បានឥឡូវយើងអាចមកចាប់ផ្ដើមស្វែងយល់ពី concept design របស់ Mode Villato Center ដែលយើងរចនាតាមបែប modern contemporary ទៅលើទម្រង់អគារកម្ពស់3ជាន់ដែលមានភាពសាមញ្ញទាន់សម័យតែប្រណិត minimal but luxury គឺយើងប្រើប្រាស់គោលបន្ទាត់ឈរត្រង់និងគោលធរនិមិត្តច្បាស់លាស់រីឯការលេងពណ៌ color palette របស់អគារទាំងមូលគឺប្រើប្រាស់ពណ៌សចំពោះគោលផ្សំផ្គុំជាមួយនឹងសំពណ៌ cream ឬពណ៌ខ្សាច់ beige earth tone បន្ទះលម្អរំលេចពណ៌ឈើនិងបន្ទះលោហៈពណ៌ប្រផេះចាស់ដែលបង្កើតបានជាអារម្មណ៍កក់ក្ដៅស៊ីវិល័យនិងអភិជនភាពការរចនាដំបូលការប្រើប្រាស់ដំបូលរាបស្មើ flat roof ដែលមានគែមលយចេញបន្តិចជួយសង្កត់ធ្ងន់ទៅលើភាពទាន់សម័យនៃវិឡាទាំងមូលភាពខុសដាច់ពីគេឬ uniqueness របស់ Villato Center គឺកញ្ចក់មុខផ្ទះទំហំធំ massive facade window សម្រាប់ចំណុចដែលគួរឲ្យទាក់ទាញមួយទៀតនោះគឺជាប្រភេទកញ្ចក់កាត់កែងផ្នែកខាងមុខលាតសន្ធឹងរហូតដល់កម្ពស់2ជាន់នៃសំណង់អគារឬក៏យើងអាចហៅថា double volume glass facade ការរចនានេះមិនត្រឹមតែធ្វើឲ្យមុខផ្ទះមើលទៅអស្ចារ្យនោះទេតែវាក៏ជួយទាញយកពន្លឺធម្មជាតិចូលក្នុងផ្ទះបានយ៉ាងពេញលេញធ្វើឲ្យខាងក្នុងមានភាពស្រឡះល្អ glass railing មិនប៉ះពាល់ដល់រចនាបថអគារซุ้មស្ថាបត្យកម្មលេចធ្លោ prominent architectural frames ផ្នែកខាងមុខនៃផ្ទះត្រូវបានរចនាឲ្យមានស៊ុមរាងអក្សរ alloy ចេញមកក្រៅធ្វើឲ្យអគារមើលទៅមានជម្រៅ 3D depth ថិតនិងមិនរាបស្មើយ៉រធំទូលាយនិងមកកាន់ដៃកញ្ចក់ spacious balconies and glass railing គ្រប់ជាន់ទី1និងទី2សុទ្ធតែមានយ៉រហើយការប្រើប្រាស់បង្កាន់ដៃកញ្ចក់ខ្លាជួយឲ្យការគយគន់ទេសភាពមិនមានរបាំងបាំងភ្នែកនិងរក្សាបាននូវភាពទាន់សម័យចង់ដឹងពីការតុបតែងរៀបចំផ្នែកខាងក្នុងបែបណាកុំភ្លេចរងចាំទស្សនាវីដេអូបន្ទាប់បូរី Lone City ការរស់នៅប្រកបដោយភាពស៊ីវិល័យនិងឯកជនភាព